អ្នកដែលស្រឡាញ់សិល្បៈមិនមែនអ្នកមានទេបាទអ្នកដែលស្រឡាញ់សិល្បៈអ្នករៀនសិល្បៈភាគច្រើនសិតតែអ្នកក្រហើយគាត់បើគិតនៅតែជាមួយសិល្បៈទៀតគិតកាន់តែក្រលើសទៀតទៅគាត់ថាគាត់ស្រឡាញ់អត់ចង់បោះបង់ទេតែសំខាន់គឺជីវភាពរបស់គ្រួសារហើយគាត់ទៅធ្វើការអីផ្សេងវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិកាន់កានប៉ុន្តែបងប្អូនដើម្បីឲ្យអន្តរជាតិទទួលស្គាល់នៅស្នាដៃក៏ដូចជាវប្បធម៌របស់ប្រទេសយើងគឺបងប្អូនខ្មែរទាំងអស់ត្រូវចូលរួមថែរក្សានិងបន្តវេននៅកេរដំណែលដែលបានសល់មកពីដូនតាជាក់ស្ដែងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទៅមើលពីសាលាមួយដែលសប្តាហ៍ថ្ងៃនេះមានទីតាំងនៅក្នុងក្រុងសៀមរាបដែលកំពុងបណ្ដុះបណ្ដាលយុវជនអំពីការធ្វើក៏ដូចជាការសម្ដែងល្ខោនស្បែកធំនិងស្បែកតូចហើយមួយទៀតក៏ដើម្បីអបអរខួប20ឆ្នាំដែលល្ខោនស្រមោលស្បែកធំត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិគ្រាន់តែមកដល់ភ្លាមខ្ញុំចាប់អារម្មណ៍ឃើញបតង់សោកជូរទាំងនេះក៏ទិញមួយទុកជាអនុស្សាវរីយ៍ហើយសម្រាប់ការទូទាត់ប្រាក់នានាទូទៅខ្ញុំប្រើអមរិត Mobile ដោយសារតែវាងាយស្រួលលឿនហើយយើងអាចបង់ជាប្រាក់រៀលក៏បានហើយជាប្រាក់ដុល្លារក៏បានដែលបងប្អូនអាច scan QR របស់បាគងហើយទូទាត់ប្រាក់ទៅកាន់គ្រប់ធនាគារបានយ៉ាងងាយស្រួលបាទជំរាបសួរខ្ញុំបាទជាប្រធានក្រុមស្បែកធំរបស់លោកតាទីជានៅភូមិសាលាកសែងហើយឈ្មោះខ្ញុំបាទជៀនសុផានជាប្រធានក្រុមដឹកនាំការសម្ដែងស្បែកតូចស្បែកធំហើយនឹងបង្រៀន10រូបនៅទីកន្លែងនេះក្នុងរាមកេរល្ខោនស្រមោលស្បែកធំនេះខុសពីល្ខោនខោលស្បែកធំយើងលេងសង្គ្រាមអិនទៅចិត្តជាមួយព្រះលក្ខណ៍តែរឿងរាមកេរហើយវាមាន7រឿងបែបពួកយើងតែហៅយើងហៅ7ឈុតព្រោះវារឿងតែមួយរាមកេរតែវាមាន7ឈុតដូចឈុតបាទក្នុងមួយឈុតទី1ព្រះរាមកថ្នល់ចូលទៅក្រុងលង្កាបាទឈុតទី2ជាឈុតបុញ្ញកាយត្រូវជាកូនរបស់ពិភេកហោរាដែលត្រូវជាទោសទៅក្រុងរាពណ៍ប្រើឲ្យមកលោបញ្ឆោតថាជាសេដាដល់ឈុតទី3សអ្នកកបាសជាបាញ់ទៅខ្លាយជារូបនាគរំចិត្តដល់ឈុតទី4ឈុតកំប៉ាន់បាទឈុតកំប៉ាន់ត្រូវជាក្មួយរបស់ក្រុងរាពណ៍មកច្បាំងជាមួយហនុមានបាទឈុតទី5សព្រមាសដែលអន្តជាតិតាំងពិធីថ្លែងខ្លួនជាព្រះអិនមកលោបញ្ឆោតឲ្យព្រះលក្ខជឿថាជាព្រះអិនលួចថ្លែងសត្រូវឈុតទី6សុកចាគឺក្មួយរបស់ក្រុងរាពណ៍ដែរក្រុងរាពណ៍ប្រើឲ្យប្រែកាឡាជាសេដាយកមកឲ្យព្រះរាមអត់យកអន្តជាតិកាត់កឲ្យសម្រាប់សុកចាដល់ឈុតទី7គេហៅ5មឿងអន្តជាតិពេលនោះអន្តជាតិមកធ្វើសង្គ្រាមត្រូវបានព្រះរាមសម្លាប់នេះក្នុងរឿងរាមកេរ្តិ៍ស្បែកធំដែលមានរូបស្បែក156អសន្លឹកយើងមាន7ឈុតដូចនេះនៅទីនេះក្រៅពីសម្ដែងមានបញ្រៀនសិស្សគូដាប់ឆ្លាក់អំពីរូបស្បែកមានរូបទូចរូបធំក្រុមដែលការសម្ដែងស្បែកធំពីមុនមកបុណ្យចម្រើនបច្ចុប្បន្នអង្គព្រះមហាក្សត្របាទបុណ្យកម្មវិធីចូលឆ្នាំបាទកម្មវិធីចូលឆ្នាំកម្មវិធីអុំទូកអបោនេះលេងហើយពិធីព្រះចៅអធិការដែលលោកចាប់ធ្វើបុណ្យស្ដេចបុណ្យនោះអានោះគឺយើងលេងដែរហើយមួយទៀតបុណ្យភូមិខែរដូវចាប់ផ្ដើមធ្វើស្រែអត់ទឹកគេហៅស្បែកឲ្យទៅលេងដើម្បីពោះស្បែកនេះលេងថ្វាយអាទិទេពហើយនឹងសុំសេចក្តីសុខសេចក្តីអត់សប្បាយមិនមែនគិតតែលេងកំសាន្តទេលេងថ្វាយដល់ព្រលឹងអាទិទេពហើយនឹងសុំនៅសេចក្តីសុខសេចក្តីអត់សប្បាយដើម្បីរងាប់នៅឧបទ្រពចម្រៃឲ្យអស់ទៅបានជាពេលណារដូវភ្លៀងអត់ភ្លៀងគេលេងស្បែកដើម្បីសុំទឹកភ្លៀងបាទគឺខ្មែរយើងសង្ឃឹមថាបាទយើងជាម្ចាស់មរតកមិនមែនម្ចាស់មរតកនេះតែខ្ញុំដែលមានឈ្មោះជាអ្នកសម្ដែងអ្នកដែលលេងជូនបងប្អូនមើលទេតែបងប្អូនទាំងអស់គ្នាជួយមើលការសម្ដែងជួយគាំទ្រស្នាដៃជួយលើកទឹកចិត្តជួយមើលអនុវត្តបងប្អូនអាចជួយថែរក្សាសិល្បៈដែលជាកេរដូនតារបស់យើងបន្សល់ឲ្យយើងទាំងអស់គ្នាហើយក៏សង្ឃឹមជឿជាក់ដែរថាចាប់ពីយើងលេងផ្សព្វផ្សាយបានការជួយអំពីអង្គការ KDI ដែលអង្គការក្រៅរដ្ឋាភិបាលហើយនឹងការជួយអំពីក្រសួងវប្បធម៌វិចិត្រសិល្បៈ
ដែលជួយយើងរាល់ឆ្នាំលេងតាមសាលារៀនវត្តអារាមហើយតាមបុណ្យរបស់ខេត្តតែងធ្វើបងសួងតែងធ្វើសូមបងប្អូនចូលរួមទស្សនាដើម្បីលើកទឹកចិត្តដល់សិល្បៈដែលបានសម្ដែងឲ្យគិតកាន់តែមានទឹកចិត្តថែរក្សាសិល្បៈមួយនេះបន្តទៀត